សួស្តីបងប្អូនអរគ្នាបាទថ្ងៃនេះមាន Honda Starlo 026មួយគ្រឿងមានបញ្ហាលាន់ម៉ាស៊ីនចាំបងប្អូនបានស្ដាប់សំឡេងគឺថាលាន់សំឡេងខ្លាំងយកតែមែនតើបងប្អូនដល់ឥឡូវយើងបានធ្វើការបំបែកមកគឺថាវាបានកុបពេមីស្តង់បាត់ហើយបងប្អូនណាគឺថាពាក់ព័ន្ធមកកណាត់ក្រោយអត់អីទេអញ្ចឹងបងប្អូនមានមែនឆ្ងល់ទេថាឆ្នាំ021មូលហេតុអីវាឆាប់ខូចហ្មងហ្នឹងហើយអញ្ចឹងម៉ូតូឥឡូវវាជាបងប្អូនមិនប្រកាសតែយើងដូរម្យ៉ាងបងប្រេងហើយគឺថាវារួចរាល់ទេបងប្អូននេះម្យ៉ាងនេះអ្នកខ្លះគាត់ដូរតែហ្នឹងហើយក៏គាត់ថាឡាញមានបញ្ហាឡាញបានន័យថាវាឡាញខូចវាគាត់ថាវានឹងបូមប្រេងធម្មតាតែបើទៅវានៅអាមួយនេះទេបងប្អូនអានេះសំខាន់ជាងគេអានេះគ្រាន់តែវាសឹកវាអាចនឹងបូមរៀងស្ទើវារាយជាងមុនអញ្ចឹងបងប្អូនណាតែអានេះវាធ្វើឲ្យបូមខ្លាំងវាបាញ់ទៅមីស្តង់ហើយជាមួយនឹងក្បាលកន្លះវាចិញ្ចឹមក្បាលកន្លះចិញ្ចឹមមីស្តង់បើកាលណាដែលយើងដូរអានេះហើយយើងអត់ឆែកមើលអានេះវាអាចនឹងកុបពេដដែលបងប្អូនណាអញ្ចឹងសម្រាប់ម៉ូតូនេះគឺថានៅប្រើប្រាស់បាន1000គីឡូជាងទេគាត់អត់ដែរឆែកទេតែមូលហេតុអីវាកុបពេតែម្យ៉ាងវានៅស្អាតទេបងប្អូនអញ្ចឹងសើមានបញ្ហាវាចេញពីអានេះបងប្អូននេះអានេះអត់មានបែកមានសឹកអីណាបងប្អូនបច្ចេកអញ្ចឹងបានន័យថាវាដោយសារម្យ៉ាងនេះដុំបូមប្រេងនេះវាឡើងដំណើរការវាបូមខ្សោយយកតែមែនតើអញ្ចឹងឥឡូវខ្ញុំធ្វើការសៃមីស្តង់សេនឡើងវិញខ្ញុំផ្លាស់ប្ដូរជាមួយនឹងបូមប្រេងលេងហើយនឹងម្យ៉ាងលេងទាំងអស់បងប្អូនខ្ញុំអត់ដាក់សេនទេដោយសារនៅកន្លែងខ្ញុំវាច្រើនខ្ញុំប្រើតែរបស់លេងដោយសារទី1វាបូមខ្លាំងវាចិញ្ចឹមទៅមីស្តង់ក្បាលកន្លះបានគ្រប់គ្រាន់វាអត់ងាយនឹងរាយមីស្តង់ទេអញ្ចឹងបងប្អូនចាំទស្សនាពេលខ្ញុំសៃសមីហើយនឹងជាមួយនឹងមួយទៀតក្បាលកន្លះបងប្អូនក្បាលកន្លះអត់អីទេយើងសម្អាតតិចតួចយើងដាក់ប្រើវិញវាអត់មានខូចអីទេដោយសារម៉ូតូតិចគីឡូខ្លាំងបំផុតបងប្អូន1000គីឡូជាងទេគាត់ថាវាមានបញ្ហាមីស្តង់តិចតួចបងប្អូននេះកុបពេអស់ហើយខាងលើខាងក្រោមគឺថាគៀបក្បាត់អស់ហើយអញ្ចឹងយើងធ្វើការសៃសមីហើយនឹងជាមួយនឹងដូររងហើយនឹងដូរម្យ៉ាងបូមប្រេងឡើងវិញទាំងអស់បងប្អូនបាទអរគុណបងប្អូនយើងបានធ្វើហើយណាដូចខ្ញុំសៃសម័យយើងឡើងតែម៉ូតូទេសម្រាប់មីស្តង់យើងប្រើសេនមិនវាចំផងដែរលទ្ធផលមីស្តង់នេះគឺថាសេនដូបើន័យថាវាចំស្បាច់ម៉ូតូហ្នឹងហ្មងបងប្អូនយើងអត់មានយកមីស្តង់ផ្សេងយកមកជំនួសទេអញ្ចឹងពាក់ព័ន្ធនឹងបូមប្រេងហ្នឹងហើយបងប្អូនដាក់ប្រភេទបូមប្រេងលេងបងប្អូនណាប្រេននេះម្នាក់ប្រេនហ្នឹងគឺថាប្រចាំហាងខ្ញុំហ្មងហើយមួយទៀតមូលហេតុដែលខ្ញុំដូរដាក់លេងដោយសារនេះកន្លែងនេះវាបូមខ្លាំងយកតែមែនតើបងប្អូនបាញ់ខ្លាំងអញ្ចឹងដូចខ្ញុំប្រាប់បងប្អូនអញ្ចឹងគួរតែសម្រាប់បងដែលជី160បាទគួរតែដាក់នេះទៅគឺថាល្អខ្លាំងបងប្អូនបើអត់ល្អក៏ខ្ញុំអត់ហ៊ាននិយាយដែរដោយសារទី1ខ្ញុំប្រើនៅហាងខ្ញុំប្រើតែអាហ្នឹងទេសេនខ្ញុំអត់ប្រើទេអាហ្នឹងសំខាន់លើភ្ញៀវដែរទេភ្ញៀវគាត់ចង់បានសេនយើងដាក់សេនទៅហើយពាក់ព័ន្ធនឹងរងក្បាលកន្លះយើងធ្វើការផ្លាស់ប្ដូរយើងអត់ដាក់ចាស់ទេបងប្អូនដោយសារទី1យើងដោះមកវាដាច់តែឆ្នាំនេះយើងដាក់ទៅវិញវាហាលភ័យដោយសារទី1វាខ្លាញ់ចំពោះទឹកមកវិញហើយមួយទៀតរិញអាកន្លែងខាងប្លង់ភ្លើងហើយមួយទៀតខាងប្លង់ភ្លើងនេះធ្វើដងយ៉ែហ្នឹងឯងខាងប្លង់ក៏យើងដូរចោលដែរដោយសារទី1យើងដោះខាងបូមប្រេងអញ្ចឹងយើងអត់ទុកចាស់ប្រើវិញទេដូរឲ្យហើយគឺថាដឹងតែអែមហ្នឹងអញ្ចឹងបងប្អូនចាំស្ដាប់សំឡេងទាំងអស់គ្នាពេលខ្ញុំរៀបហើយខ្ញុំតេស្តសំឡេងជូនបងប្អូនស្ដាប់ភាសាទៀតតើវាស្ងាត់ដូចខ្ញុំនិយាយអត់បាទ
cho phần mình tục tục នៅបងប្អូនសម្រាប់ Salo 026នេះយើងបានធ្វើហើយសម្រាប់សលេងវាគឺថាស្ងាត់ដូចដើមវិញហីអញ្ចឹងវាដូចតែម៉ូតូកេះវិញហីអញ្ចឹងសម្រាប់ម៉ូតូថ្មីៗជិះបងប្អូនបាច់បារម្ភទេថារៀបហើយចេញទៅវិញអត់លួយគឺថាអត់ទេកន្លែងខ្ញុំរៀបមើលដឹងបងប្អូនសូម្បីតែស្នាមសោអត់មានហងក្បាលខ្ចៅខ្ញុំឲ្យបងប្អូនមកពិនិត្យមើលបាទហើយមួយទៀតសំឡេងគឺថាស្រួយខ្ចៅដូចដើមវិញព្រោះម៉ូតូនេះមកលន់ខ្លាំងណាបងប្អូននៅក្រៅអានេះខ្ញុំអត់តបានចាប់កៅអៅគាត់ថាយើងថតបញ្ញាថតឆាប់បានផុសបងប្អូនអញ្ចឹងបងប្អូនដែលត្រូវការធ្វើអាចឆាតចូលក្នុង page ឬមួយក៏តាម Telegram ហើយសម្រាប់បងប្អូននៅខេត្តអាចផ្ញើម៉ូតូមកធ្វើបានបាទមកថាម៉ូតូចង្កឹះលេខឬមួយក៏ម៉ូតូអូតូម៉ូតូ Vespa បាទគ្រប់សេរីបងប្អូនមានគ្រឿងគ្រប់ទាំងអស់អញ្ចឹងបងប្អូនដែលចង់ដឹងព័ត៌មានអាចឆាតចូលក្នុង page បាទអរគុណ